ចឹងយើងមកបន្តជាមួយនឹង Minecraft Hardcore episode ទី3យើងបន្តទៀតអញ្ចឹងការពី episode ទី2គឺយើងបានធ្វើការដើររកជាមួយនឹងសត្វសេះសត្វលាហើយយើងក៏បានធ្វើផ្ទះឲ្យពួកវាផងដែរហើយក្រៅសេះហ្នឹងហើយក៏បានទៅរកជាមួយនឹង Happy Gas ផងដែរអញ្ចឹងការ episode ទី2នេះគឺយើងបានដើររកយានជំនិះនៅលើដីនៅលើអាកាសអញ្ចឹងក្នុង episode ទី3នេះផងដែរក៏យើងមានរបស់ដែលយើងត្រូវធ្វើយើងច្រើនដែរអូខេអញ្ចឹងអ្នកនរគ្នាយើងវិលជួបគ្នាសាយថ្មីម្ដងទៀតហើយក្នុង episode ទី3ចឹងការអេពីសូតទី2គឺយើងបានធ្វើការដើររកសัตว์យើងជំរាបផ្ទាល់ខ្លួនរបស់យើងអញ្ចឹងណាដោយសារតែយើងអត់អាចដើរជើងទៅទេបានទេព្រោះវាខាតពេលរបស់យើងច្រើនខ្លាំងមែនតើពួកអាហ្នឹង spawn មកទៀតលើភ្នំបាញ់ពួកឲ្យចោលសិន Ominous Battle Wave 2អូខេចឹងទីទៀតខ្ញុំប្រាប់វិញខ្ញុំត្រូវធ្វើបន្តចឹងអ្វីដែលសំខាន់ពេលនេះឥឡូវគឺពាក់ព័ន្ធជាមួយ tool របស់យើងគឺវាអស់ឈាមខ្លាំងមែនតើណៃខ្ញុំត្រូវ repair ឡើងវិញតែសំខាន់អត់មាន diamond សម្រាប់ repair វាទេអញ្ចឹងខ្ញុំក៏បានធ្វើការត្រឡប់ទៅកាន់ cave របស់ខ្ញុំវិញដើម្បីយើងទៅរក diamond ដោយសារតែក្នុង episode ទី2គឺខ្ញុំអត់ទាន់រកបាន diamond ច្រើនទេបានវា cave ធំប៉ុន្តែខ្ញុំមិនអាចរកឃើញបានច្រើនទេឃើញដើរមកយូរតែមិនឃើញបានជា2 3គ្រាប់វាទៅវាអត់ទៅបានច្រើនណាអញ្ចឹងធូបរបស់យើងគឺវាអត់មាន unbreaking ក្នុងហ្នឹងវារៀងពិបាកដែរអញ្ចឹងខ្ញុំចូលលើ Kale លើនេះគឺខ្ញុំមកជីកជាមួយនឹង Coal បន្ថែមហើយជាពិសេសនេះគឺ Copper អញ្ចឹង Copper នេះគឺខ្ញុំយកមកដើម្បីយើងទៅធ្វើរបស់ផ្សេងតែប៉ុនជាមួយនឹង Copper ដែរអ្នកនរគ្នាអញ្ចឹងខ្ញុំជីកទៅវារៀងគុណបានច្រើនដែរអញ្ចឹងខ្ញុំកំបាញ់វាចូលគ្នាទៅឲ្យវាពេញ slot របស់យើងពេកចំពោះ Coal វិញគឺយើងជីកដែរមកពេលខ្លះទៅខ្ញុំខ្ជិលប្រើធុង lava អញ្ចឹងណាដោយសារតែធុង lava មួយធុងគឺដុតបានច្រើនតែចង់ដុតរបស់1 2ហ្នឹងវាពិបាកដែរជីកទៅខ្ញុំចោលមួយថ្ងៃអត់ដល់តំបន់ Deep Slab នេះអីតែមិន3ក្បាលអេយូAmethyst យើងអាចនឹងຕົកទៅថាយើងត្រូវការប្លុកធ្វើផ្ទះចាំមាន Amethyst ហ្នឹងទៅអូផ្ការីកពីហ្នឹងបាត់ហើយវាធំអូ Chicken Jockey អូយមកយកឌីហើយខ្ញុំសមណាយកឌីបណ្ដោយតាអូនោះត្រប់ឌីវ៉ាមួយកាន់បាត់អូបានហើយនេះ Lava Chicken ហ្នឹង yesអត់បានយកថុចមកលីងយើងមានអត់មានឈើទៀតនោះឆាដូចជាមានរបស់វាមិនយ៉យផងចង់មួយនេះអូខេមាន name tag មួយអូខេយកមកអញ្ចឹងតែមិនខ្ញុំបានឃើញនេះគឺខ្ញុំដើររកឡើងចង់ wall cave ໄວមកបានជួបមកកន្លែងហ្នឹងអានេះមកកន្លែងទៀតប៉ុន្តែមាន2គ្រាប់ទេហើយកន្លែងនេះវិញគឺជាកន្លែងដែលខ្ញុំគិតថាខ្ញុំគេរកចុងក្រោយដោយសារតែវាពិបាករកទីអ្នកសានេះអត់ដឹងមិនទេដោយសារតែក្នុង cave នេះវាមកធំប៉ុន្តែអត់ឃើញតែមិនច្រើនទេខ្ញុំមិនដឹងថាវាមិនដែរហើយដល់ពេលខ្ញុំឡើងរៀបឡើងទៅវិញហ្នឹងក៏បានជួបជាមួយនឹង Treasure Chamber អញ្ចឹង Treasure Chamber នេះផងដែរយើងអាចនឹងចំណេញពីវាច្រើនរតាទី1គឺពាក់ព័ន្ធជាមួយនឹង Copper អញ្ចឹង Copper យើងមកយកនឹងទៅយើងជីកទៅយើងមកប្លុកយើងបាន9ហើយយើងចំណេញពេលយើងច្រើនរតាតែទី1យើងអត់បានដុតហើយយកវាទៅកំបាញ់ចូលគ្នាអញ្ចឹងទេហ្នឹងហើយដោយសារតែយើងមកយកនឹងទៅគឺវាចំណេញពេលច្រើនជាងចឹង episode ហ្នឹងគឺយើងអត់ពាក់ព័ន្ធមួយ Treasure Chamber ទេយើងຕົកនឹងសិនទៅអ្នកនរចឹងខ្ញុំគិតថាខ្ញុំធ្វើដាវមួយដើម្បី enchant ដោយសារតែយើងមាន level ដល់ថោត35មកទៅពេលចឹងទៅយើង enchant ទៅវាចំណេញ level យើងដែរអញ្ចឹងពេលប្រាប់ខាងលើនេះខ្ញុំបានធ្វើការ design វាបន្ថែមហើយដោយសារតែខាងលើហ្នឹងកា episode ទី1គឺខ្ញុំបាន decor ខាងលើហ្នឹងទេអញ្ចឹងepisode នេះ episode ទី2ហើយបញ្ចប់វីដេអូខ្ញុំក៏បានអង្គុយ design វាតិចទៅហ្នឹងហើយវាមានអីច្រើនណាស់ទេតែប៉ុណ្្នឹងទៅគឺអូខេអញ្ចឹងខ្ញុំនឹងធ្វើការ enchant ដាវតែម្ដងទៅអញ្ចឹងដាវនេះអូ sweeting earth វាកាប់បានអ្វីរៀងច្រើនខ្ញុំគិតថាខ្ញុំ enchant ទៅ I'm freaking free ប៉ុន្តែខ្ញុំក៏ដាវខ្ញុំគឺចង់បាន sharpness 4ទេប៉ុន្តែនេះវាឲ្យអាហ្នឹងគេយកស្នៅចឹងវាអាចពាក់ព័ន្ធ level ដែរខ្ញុំមានឆាងមួយទៀតខ្ញុំអត់អស់ចិត្តតែខ្ញុំអាន enchant មួយទៀតបានហើយបាន sharpness 4យ៉ាសង្ឃឹមតែចឹងចាចឹងខ្ញុំធ្វើការអូខេបាន sharpness 4ប៉ុន្តែសង្ឃឹមថាវាមានបូកអីបន្ថែមក្នុងហ្នឹងតែឡតអើយរបស់ខ្ញុំនៅ enchant បានមួយតង់ទៀត efficient 4អូខេ px ខ្ញុំមាន unbreaking ហ្នឹងល្អអូខេអូបាន slick touch ប៉ុន្តែអត់មាន unbreaking ហ្នឹងអូចាប់បាត់ហើយអូខេបាន slick touch ប៉ុន្តែដោយសារតែវាអត់បានបុក unbreaking យើងទេអញ្ចឹង px នេះអាចនឹងជីទៅឆាប់បាក់ដូចគ្នាអ្នកនរគ្នាbut it's okay ឥឡូវដល់មកយើង repair tool ខ្ញុំឡើងឈាមមកវិញអស់សិនអញ្ចឹងយើងបូកដាវពីរនេះចូលគ្នាមកអស់4 level
ចឹងយើងបានដាវថ្មីប្រើអ្នកនរគ្នាអូខេចឹងការពីអេពីសូតទី2របស់យើងគឺយើងអត់បានធ្វើអីច្រើនណាស់ទេដោយសារតែយើងអត់បានរៀបខាងក្រោមនេះបិទខាងក្រោមហ្នឹងគឺខ្ញុំត្រូវឲ្យវារៀបឲ្យវាស្មើអញ្ចឹងហ្នឹងវា king ក្រហមហ្នឹងវាក្រក់មើលអញ្ចឹងខ្ញុំនឹងធ្វើការចំណាយពេលរៀបនៅខាងលើបន្តិចទៅ platform ឲ្យវាមើលទៅរៀងតំណងជាងមុនកុំឲ្យវារៀងខូងជាងពេកចឹងដីរបស់ខ្ញុំក៏មានរៀងច្រើនដែរខ្ញុំយកតា grass block ហើយនឹង dirt មកយកដើម្បីយកទៅបិទហ្នឹងចឹងខ្ញុំក៏ចាប់ផ្ដើមរំលាបដីបិទនៅកន្លែងហ្នឹងទៅវាឃើញស្មើស្អាតចឹងថាតែកន្លែងហ្នឹងក៏ទៅវារៀងកក់មើលដែរដោយសារតែវាមានក្រហមវារៀងធំណាប៉ុន្តែខ្ញុំរៀបបិទវាមកទៅហើយចឹងវិញផងដែរគឺកន្លែងហ្នឹងគេអាចធ្វើនៅរបស់ផ្សេងមួយទៀតនៅកន្លែងហ្នឹងចឹងនៅខាងក្រោមចិត្តកន្លែងទឹកធ្លាក់របស់យើងហ្នឹងគឺខ្ញុំបានធ្វើបឹងមួយទៅធ្វើបឹងដើម្បីយើងដាក់កន្លែងស្តុកទឹកចឹងណាហ្នឹងហើយមានស្ទឹកមិនអីទៅខ្ញុំមិនចង់បិទកន្លែងហ្នឹងចិត្តហ្មងទេថាតែកន្លែងហ្នឹងមានទឹកចេះពីលើមកចឹងខ្ញុំត្រូវការធ្វើបឹងកន្លែងហ្នឹងមួយផងដែរចឹងខ្ញុំក៏បានរៀបចំដីរៀបចំឲ្យវាឃើញទៅវាតំណងជាងមុនចឹងណាចឹងប៉ារបស់ខ្ញុំជិះមកផ្លែតទេឃើញថាវាចិត្តអស់ឈាមទៀតហើយចឹងយើងក៏យកមករៀបភាវាម្ដងទៀតចឹងពេលរៀបភាម្ដងវាកើនឡើងម្ដងនេះវាថេទេណាចឹងចាំមើលទៀតអីខ្ញុំនឹងអាចទៅរក Unbreaking ដើម្បីយើងបោកឲ្យប៉ែរបស់យើងនឹងជីកកុំឲ្យចាប់បាក់យ៉ាងមុនដែរចឹងនៅកន្លែងហ្នឹងដែរគឺយើងបានឆ្កាវាចេញទាំងអស់ទាំងដើមឈើទាំងអីហ្នឹងកុំឲ្យវាឆ្អៀតណាកន្លែងហ្នឹងប៉ុន្តែខ្ញុំចង់ឲ្យវាស្រឡះនៅខាងមុខហ្នឹងហើយកុំចង់ឲ្យវាមានញ៉ៃញ៉ៃនឹងខាងមុខទេចឹងខ្ញុំចាប់ផ្ដើម clear ដើមឈើ clear អីផ្សេងទៀតឲ្យតម្រៀបទៅវាស្មើដើម្បីយើងទុកធ្វើជាផ្លូវរបស់យើងផងដែរខ្ញុំទុកស្ប៉េសនេះខ្ញុំគិតថាខ្ញុំនឹងធ្វើផ្ទះឲ្យគោរបស់យើងហៅថាក្រោលគោអញ្ចឹងទៅហ្នឹងហើយអញ្ចឹងនៅទីតាំងកន្លែងនេះអញ្ចឹងចំពោះមេត្រាយ៉ាងមិនដល់រកពេលក្រោយអញ្ចឹងចំពោះជាមវិញគឺខ្ញុំអាចនឹងធ្វើជាកន្លែង auto farm ខ្ញុំអត់ធ្វើជាចំជាលក្ខណៈត្រង់ទេហ្នឹងហើយអញ្ចឹងយើងទៅរកមេត្រាសម្រាប់ធ្វើផ្ទះឲ្យគោរបស់យើងតិចទៅចឹងខ្ញុំក៏បានត្រឡប់ទៅកាន់ចាំងកបាយអូវិញដើម្បីខ្ញុំមករករបស់ពីរគឺ Coco Bean ហើយជាមួយនឹង Brown Wool អញ្ចឹងពួក Coco Bean វិញគឺយើងយកមកប្រើដើម្បីយើងកំបាញ់វាទៅជាពណ៌ brown ហើយខ្ញុំក៏ឃើញថា ship នៅតំបន់ចាំងកហ្នឹងគឺវាមានរោមពណ៌ brown ស្រាប់អញ្ចឹងខ្ញុំចិច្ចខ្លះទៅកុំឲ្យយើងខាតពេលយើងច្រើនដោយសារតែជាមិននៅផ្ទះរបស់យើងគឺវារៀងតិចដែរទេចឹងខ្ញុំក៏បានយក Coco Bean ហ្នឹងយកមកលាបពណ៌ទៅលើ ship របស់យើងទៅដើម្បីវាប្រែពណ៌ទៅជា brown ហើយយើងកាប់យកកោរោមជាមចឹងទៅហើយ Coco Bean ហ្នឹងផងដែរគឺយើងយកមកធ្វើរបស់មួយទៀតដែរគឺខ្ញុំមកជីកខ្សាច់ដើម្បីយើងធ្វើជាមួយនឹង concrete powder ចឹង concrete powder ហ្នឹងក៏យើងអាចយកមកធ្វើជាសាំងសង់ជាលក្ខណៈផ្ទះផងដែរប៉ុន្តែគឺវាដូចជាក្រៅវ៉ែចឹងដោយសារតែអត់មានរបបក្រៅគឺវាធ្លាក់អីចឹងខ្ញុំគាត់យើងដាក់ពីលើ block តគ្នាទៅគឺវាអត់ធ្លាក់មកខាងក្រោមទេចឹងខ្ញុំក៏បានជីកយកសែនហើយជាមួយនឹងកាឡាវ៉ែមកបន្ថែមដើម្បីយើងធ្វើជាមួយនឹង concrete powder ហ្នឹងហើយចឹងខ្ញុំក៏បានត្រឡប់ទៅកាន់ biome dark oak ម្ដងទៀតដោយសារតែដល់បន biome dark oak ហ្នឹងគឺយើងរកការ episode ទី2ហ្នឹងគឺយើងឃើញប៉ុន្តែយើងអត់បានជីកមកយកច្រើនទេដោយសារតែយើងអត់តពាក់ព័ន្ធជាមួយនឹង dark oak ចឹងក្នុង episode ហ្នឹងដែរគឺយើងពាក់ព័ន្ធជាមួយនឹង dark oak ដែរដោយសារតែយើងយកមក decor បន្ថែមអញ្ចឹងណាចំពោះ material ផ្សេងទៀតដូចជា turf ដូចជា deep slab ហ្នឹងគឺយើងមិនចាំបាច់ដើររកទៀតទេដោយសារតែយើងមានស្រាប់នៅក្នុងផ្ទះរបស់យើងចឹងយើងគ្រាន់តែយើងដើររក material ណាដែលយើងគិតថាយើងអត់ទាន់មាននៅក្នុងផ្ទះរបស់យើងទៅដើររកទៀតទៅចឹងចំពោះក្រៅគោនេះផងដែរគឺខ្ញុំឃើញថាខ្ញុំធ្វើមកល្មមគួរសមហើយដាក់គោចំនួនតែ5ទេដោយសារតែខ្ញុំមិនចង់ដាក់គោចំច្រើនជាន់កគ្នាអញ្ចឹងណាចឹងអានេះមានដូចជាក្រៅគោទេហាក់បីដូចជាផ្ទះវាអញ្ចឹងហ្នឹងហើយក្រៅគោគឺមិនអញ្ចឹងទេក្រៅគោគឺបែបផ្សេងតែនេះខ្ញុំធ្វើជាផ្ទះហ្មងប៉ុន្តែហើយយើងមានផ្លូវមួយសម្រាប់ចេញចូលទៅកន្លែងធំគោអញ្ចឹងណាហ្នឹងហើយ
ខ្ញុំ decor វាតិចទៅខ្ញុំដាក់ទឹកនៅនេះមកធុងហ្មងទៅយើង decor នេះបន្ថែមមកខ្ញុំដាក់យ៉ាងដើម្បីមើលទៅវាដូចជារបស់កូស៊ីខាងក្រោមវិញខ្ញុំរៀបចំជាលក្ខណៈ dirt path ទៅដោយសារតែវាមើលទៅវាហ៊ានតំណងដែរអូខេហើយប៉ុណ្ណឹងស្អាតទេប៉ុណ្ណឹងយក copper trap door មកដាក់ចេះមកធ្វើជាលក្ខណៈមួយខាងនេះមួយទៀតចុងក្រោយអូខេប៉ុណ្ណឹងមកយើងបំពាក់ lantern 4 គ្រាប់ចេញមកវារៀងភ្លឺអញ្ចឹងណាជឿខ្ញុំគិតថាខ្ញុំតការគោទៅ5ទេក្រៅពីហ្នឹងយើង I'm so sorry guys មកយើងទៅចូលផ្ទះថ្មីរបស់យើងក្រៅពីហ្នឹងគឺអស់ហើយសម្រាប់ចោលហើយអូខេអញ្ចឹងកន្លែងក្រៅគោរបស់យើងគឺយើងបានធ្វើរួចរាល់ហើយអញ្ចឹងក្រៅគោនេះផងដែរខ្ញុំចំគោតែ5ក្បាលទេអត់មានចំអីលើសពីហ្នឹងទេចំពោះជាមគិតថាចាំមើល episode ក្រោយទៀតចាំខ្ញុំធ្វើជាលក្ខណៈ auto farm ដោយសារតែយើងខ្ជិលកោខ្ជិលអីវាចឹងទៅយើងធ្វើ auto farm កោយើង auto ទៅវាចំណេញពេលយើងច្រើនដែរអញ្ចឹងខ្ញុំចូលមកកាន់ main plat របស់ខ្ញុំវិញគឺយើងពាក់ព័ន្ធជាមួយនឹងកន្លែង mine អញ្ចឹងទីតាំងកន្លែង mine គិតថាខ្ញុំធ្វើកន្លែងនេះទៅដោយសារតែវាចិត្តផ្ទះរបស់យើងផងដែរណាផ្ទះយើងនៅនេះទៅកន្លែង mine យើងនៅនេះអញ្ចឹងវាមើលទៅវាតំណងដែរអញ្ចឹងមុននឹងចូលកាន់ការវាកន្លែង mining របស់ខ្ញុំគិតថាខ្ញុំទៅរក business សិនដោយសារតែខ្ញុំត្រូវការទឹកឃ្មុំដើម្បីយើងលាបទឹក copper ដោយសារតែ copper របស់យើងគឺអត់អាចដាក់ហាលថ្ងៃចោលបានទេវាអាចនឹងប្រែពណ៌អញ្ចឹងខ្ញុំអត់ចង់ឲ្យវាប្រែពណ៌យកទឹកឃ្មុំមកលាបពីលើអញ្ចឹង pickaxe របស់ខ្ញុំ pickaxe របស់ខ្ញុំគឺមាន slick touch អញ្ចឹងខ្ញុំអាចជីកយកបានទាំង block បានអីគឺថាទៅខាងក្រោយនោះទៅដោយសារតែខាងក្រោយហ្នឹងគឺមានតែ biome cherry អញ្ចឹងយើង biome cherry គឺមានសម្បុកឃ្មុំច្រើនហ្នឹងអូខេយើងដល់ចិត្តតែណាទេអ្នកសោកឆ្ងាយមកដែរអញ្ចឹងចំពោះការយកខ្មុំផងដែរយើងពេលខ្លះគិតខ្មុំមកខាងក្រៅអីយើងចាំវាចូលនៅសម្បុកសិនទើបយើងអាចកាប់ចូលមកបានទាំងខ្មុំទាំងអីចឹងណាហ្នឹងហើយហើយចំពោះកន្លែងផ្សេងទៀតក៏ដូចគ្នាដែរពេលខ្លះទៅក៏វាមានខ្មុំនឹងស្រាប់ពេលខ្លះទៀតក៏យើងចាំវាចឹងទៅចឹងបៀននេះខ្ញុំមានបាយយ៉ាងច្រើនគួរសមដែរហើយតោះយើងទៅផ្ទះយើងវិញចឹងទីតាំងនេះខ្ញុំធ្វើជាលក្ខណៈបដោះសន្និសិនទេអ្នកនរចាំមើលអេពីសូតក្រោយៗទៀតខ្ញុំមានធ្វើជាលក្ខណៈអូតូហ្មងដោយសារតែយើងមិនចាំបាច់ចាំទឹកពុំពេញយើងអង្គុយកោទេយើងធ្វើអូតូទៅដល់ពេលវាពេញវាកោទឹកពុំជីខាងក្រៅអូតូយើងទៅចឹងវាចំណេញពេលអូខេខ្ញុំប្រិតប៉ុណ្ណឹងសិនបានហើយដោយសារតែសម្បុកឃ្មុំនេះមានតែប៉ុណ្ណឹងហើយណាមួយមកសម្បុកទុកបានឃ្មុំតែ3ក្បាលទេអញ្ចឹងខ្ញុំគិតថាខ្ញុំត្រូវដល់ពេលខ្ញុំត្រូវធ្វើកន្លែងម៉ាញអីអញ្ចឹងកន្លែងម៉ាញនេះខ្ញុំគិតថាខ្ញុំតបជាប់ផ្លូវពីផ្ទះកន្លែងចំគោរបស់យើងមកអញ្ចឹងមកដល់កន្លែងម៉ាញរបស់យើងអញ្ចឹងធ្វើវៀងផ្លូវវៀងនេះទៅអញ្ចឹងអញ្ចឹងមុននឹងចូលដល់ធ្វើកន្លែងម៉ាញយើងត្រូវការដើររក material ហ្នឹងឯងដើររក material ទៀតអីចឹងដំបូង block ដែលខ្ញុំត្រូវការហ្នឹងគឺ block stone ដោយសារតែ block stone គិតថាខ្ញុំត្រូវប្រើឲ្យច្រើនជាងគេដោយសារតែទីតាំងនៅតំបន់កន្លែងម៉ែរបស់ខ្ញុំហ្នឹងខ្ញុំមិនធ្វើការធ្វើជាលក្ខណៈថ្មដុំធំដើម្បីថាយើងមើលមកជាកន្លែងម៉ាញហ្មងយល់ទេចឹងហើយខ្ញុំត្រូវការធ្វើជាដូចថ្មធំអញ្ចឹងចំពោះ stone ហ្នឹងគឺខ្ញុំត្រូវការច្រើន cobblestone គឺត្រូវការច្រើនដូចគ្នាចំពោះ turf ហើយនិង slab វិញគឺខ្ញុំត្រូវការច្រើនដែរដោយសារតែខ្ញុំអាចទៅធ្វើជា detail ស្មៅរបស់ថ្មអ្នកគ្នាព្រោះពណ៌វាដេញគ្នាទៅវិញទៅមកអញ្ចឹងណាដូចជា block andesite អីខ្ញុំត្រូវការដូចគ្នាព្រោះ andesite ហ្នឹងក៏វា combine វាដេញ gradient ជាមួយនឹង stone របស់យើងដែរ cobblestone ក៏វាដេញដែរអញ្ចឹងចំពោះឈើវិញក៏ខ្ញុំត្រូវការដែរដូចជាពាក់ព័ន្ធជាមួយនឹងឈើ spruce biome ហ្នឹងហើយឈើ spruce ហ្នឹងគឺខ្ញុំត្រូវការយ៉ាងច្រើនដោយសារតែខ្ញុំអាចយកធ្វើពណ៌វារៀងស្អាតជាងគេយល់មែនមកចំណោមឈើដែលខ្ញុំស្រឡាញ់គឺឈើ spruce ហ្នឹងហើយដែលវាពណ៌វាអត់សូវដិតខ្លាំងក៏មួយក៏ពណ៌វារៀងស្រាលតែគឺមកល្មមហ្មងហើយ block ដែលខ្ញុំត្រូវការធ្វើដែរហ្នឹងលីឡំជាមួយនឹងថ្មហ្នឹងគឺពាក់ព័ន្ធជាមួយនឹង moss pale garden moss pale garden ហ្នឹងគឺខ្ញុំត្រូវការយកមកដូចគ្នាហើយខ្ញុំនឹងធ្វើការឆ្ការនៅតំបន់នេះនៅពេលក្រោយតែឥឡូវខ្ញុំត្រូវការឈើជាមួយនឹងអុកផងដែរអញ្ចឹងឈើអុកហ្នឹងគឺខ្ញុំយកមក detail ជាមួយនឹងឈើ spruce ផងដែរទៅថ្មវិញគឺខ្ញុំប្រើ detail ច្រើនខ្លាំងមែនតើដូចជា Rome ជាងខ្ញុំយកមកធ្វើជា detail របស់ថ្មដែរអញ្ចឹងរបស់ដែលពាក់ព័ន្ធជាមួយនឹង copper គឺខ្ញុំយកមកហាលវាចោលសិនទៅពេលខ្លះ material ខ្លះខ្ញុំត្រូវការ block ដែលវាប្រែពណ៌តិចតួចនៅលើ copper ហ្នឹងហើយយើងមាន honey យើងអាចយកមកលាបពីលើ copper ហ្នឹងទៅគឺវាឡើងប្រែពណ៌ហើយយើងយកមករៀបចោលសិនទៅចំពោះ trap door យើងត្រូវការច្រើនខ្ញុំអត់យកត្រង់ថាតំបន់ខ្ញុំហ្នឹងគឺជាតំបន់ដែល
សម្បូរដល់ពួក villager spawn ហ្មងខ្ញុំមិនដឹងថាវាមកពីណាខ្លះទេខ្ញុំ spawn ពេលខ្ញុំចូលលេងគឺតែឃើញពួកវា spawn មករហូតហ្មងហើយឈើដែលខ្ញុំត្រូវការមួយទៀតហ្នឹងគឺជាឈើអាកាសយ៉ានៅតំបន់សាវ៉ាណាអញ្ចឹងតំបន់សាវ៉ាណាហ្នឹងគឺខ្ញុំទៅតែរកឃើញដូចគ្នាខ្ញុំដើរមកយូរមួយយ៉ាងដែរទើបបានជួបដើមឈើអាកាសយ៉ាហ្នឹងអញ្ចឹង stone អីខ្ញុំត្រូវការលីឈើលី detail ជាមួយដើមឈើហ្នឹងដែរដោយសារតែដើមឈើពណ៌ហ្នឹងវារៀងស្តៀងជាមួយនឹងថ្មដែរអ្នកនាងដូចជា turf ហ្នឹងឯងពណ៌វាលាយខ្លំមានពី turf អញ្ចឹងចំពោះ material ទូចដូចជា slab ដូចជា stair អីហ្នឹងគឺខ្ញុំប្រើប្រាស់ជាមួយនឹង stone cutter ដោយសារតែ stone cutter វាងាយស្រួលកំណត់ចំនួនជាង crafting table ណាដោយសារតែ crafting table វាបាក់កំណត់ចំនួនអញ្ចឹងខ្ញុំឃើញថានៅកន្លែងចំជាងរបស់យើងគឺវារៀងទៅផ្លូវរបស់យើងគឺខ្ញុំនឹងផ្លាស់ប្ដូរទីតាំងវាមកដល់កន្លែងគេនេះសិនដោយសារតែគេនេះគឺយើងអត់មានពាក់ព័ន្ធទេអញ្ចឹងពីទីតាំងផ្ទះមួយទៅទីតាំងផ្ទះមួយខ្ញុំគិតថាខ្ញុំនឹងព្យាយាមតភ្ជាប់ផ្លូវគ្នាដល់ពេលយើងតភ្ជាប់ផ្លូវនេះទៅឃើញថាវារៀងមើលទៅរៀងល្អជាងហើយមើលទៅរៀងស្អាតជាងផងដែរអញ្ចឹងចំពោះភ្នំនេះផងដែរខ្ញុំនឹងស្ការវារៀងមើលទៅវារៀង flat បន្តិចបន្តួចមិនមែន flat ខ្លាំងហ្មងទេខ្ញុំធ្វើទីតាំងកុំឲ្យវាខ្ពស់ពេកឲ្យវាស្មើរៀងដីខាងក្រោមយើងបន្តិចទៅពី3ប្លុកចឹងទៅអញ្ចឹងកន្លែងម៉ែរបស់ខ្ញុំហ្នឹងខ្ញុំនឹងធ្វើជាលក្ខណៈមានផ្ទះមួយហើយជាមានកន្លែងដែលគិតថាវាជាលក្ខណៈស្ទូចរ៉ែរបស់យើងពីក្រោមឡើងមកលើចឹងទៅហ្នឹងហើយធ្វើប៉ុណ្ណឹងហើយថ្មជុំវិញចឹងទៅអញ្ចឹងផ្ទះដែលខ្ញុំបានធ្វើហ្នឹងគឺខ្ញុំធ្វើជាលក្ខណៈរូបរាងរបស់ឡអញ្ចឹងឡតែងតែវាថាវាមានកន្លែងដែលយើងអាចមើលកម្ដៅរបស់ភ្លើងឬក៏យើងកន្លែងបន្ថែមខ្ជុងប៉ុន្តែគាត់ថាខ្ញុំធ្វើវាខុសពីឡធម្មតាដោយសារតែខ្ញុំធ្វើជាលក្ខណៈផ្ដេកវិញម្ខាងគឺជាសម្រាប់កន្លែងមើលភ្លើងហើយម្ខាងនេះគឺជាកន្លែងសម្រាប់ដាក់ខ្ជុងឬមកដាក់អុសអីបន្ថែមចឹងទៅអញ្ចឹងវារៀងខុសគ្នាតែកន្លែងហ្នឹងបន្តិចបន្តួចទេអញ្ចឹងខ្ញុំយក detail របស់ឡយកមកធ្វើជាលក្ខណៈបាញ់ម៉ាញយើងចំពោះខាងលើនេះខ្ញុំគិតថាដំបូងខ្ញុំធ្វើជាលក្ខណៈបំពង់ផ្សែងដែលគិតថាវាជាកន្លែងម៉ាញអញ្ចឹងណាប៉ុន្តែជាក់ស្ដែងគឺខ្ញុំបានផ្លាស់ប្ដូរអាហ្នឹងចេញដាក់ទៅជាថ្មវិញទៅដោយសារតែពេលដែលខ្ញុំដាក់បំពង់ផ្សែងទៅវាធ្វើឲ្យនៅតំបន់កន្លែងយើងនៅហ្នឹងវាពោពេញដោយផ្សែងច្រើនពេកអញ្ចឹងខ្ញុំគិតថាខ្ញុំចង់ដាក់ឲ្យមានផ្សែងកុសកច្រើនពេកទេវាធ្វើឲ្យនៅតំបន់វើរបស់យើងវារៀងអាក្រក់មើលដែរហើយបន្តមកទៀតខ្ញុំក៏ចាប់ផ្ដើមធ្វើ detail ថ្មនៅជុំវិញនៅកន្លែងផ្ទះរបស់យើងទៅដើម្បីថាបញ្ជាក់កន្លែងហ្នឹងគឺជាកន្លែងម៉ាញរបស់យើងចំពោះ detail ដូចខ្ញុំប្រាប់អ្នកនរគ្នាអញ្ចឹងគឺ detail គឺយើងប្រើជាមួយនឹង turf ដូចជា deep slab អីជាដើមដែលថ្មពីខាងក្រោមហើយចំពោះ stone grey wool and andesite ហ្នឹងគឺយើងប្រើដាក់នៅខាងលើដោយសារតែវាអត់មានស្មៅគឺវាភ្លឺពីខាងលើស្មៅពីខាងក្រោមចំពោះខាងនេះផងដែរគឺយើងចាប់ផ្ដើមឆ្ការដីហើយនឹងថ្មចេញដែរដោយសារតែកន្លែងហ្នឹងគឺយើងធ្វើជាលក្ខណៈកន្លែងដែលស្ទូចរ៉ែពីខាងក្រោមឡើងមកខាងលើប៉ុន្តែខ្ញុំគិតថាក្នុងអេពីសូតនេះគឺខ្ញុំអត់បានជិះទៅកាន់ខាងក្រោមហ្មងទេគឺយើងបានធ្វើខាងលើសិនចាំមើលតែពេលដែលអេពីសូតណាដែលខ្ញុំគិតថាវាមានពេលសមស្របចាំយើងធ្វើការជិះទៅខាងក្រោមឲ្យជ្រៅហ្មងពោះនៅកន្លែងនេះវិញគឺខ្ញុំចាប់ផ្ដើមលើកថ្មពីខាងក្រោមហើយដាក់ដីពីខាងលើដើម្បីយើងធ្វើជាលក្ខណៈផ្លូវតភ្ជាប់ពីខាងក្រោយផ្ទះរបស់យើងដើរមកខាងលើកន្លែងម៉ាញរបស់យើងវិញអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមធ្វើនៅម៉ាស៊ីនសម្រាប់ស្ទូចរ៉ែរបស់យើងពីខាងក្រោមមកកាន់ខាងលើហ្នឹងប៉ុន្តែនេះគឺជារូបតំណាងខ្ញុំបានសាងសង់ទេគឺវាមិនមានដំណើរការអ្វីឡើយទៅលើវើរបស់យើងគាត់ថាខ្ញុំធ្វើនេះគឺជាកន្លែងឬមួយក៏ជារូបតំណាងតែប៉ុណ្ណោះប៉ុន្តែរឿងនេះខ្ញុំគ្រាន់តែធ្វើជាម៉ាស៊ីនទេអត់ទាន់បានធ្វើការជីកទៅខាងក្រោមទេដោយសារតែយើងអត់ទាន់មានសម្រាប់អីជំនួយក្នុងការដល់ពេលយើងជីកទៅវាលឿនអញ្ចឹងដើម្បីដែលមានឧបករណ៍សម្រាប់ដែលខ្ញុំអាចជីកទៅបានលឿនចាំយើងធ្វើការជីកទៅខាងក្រោមឲ្យជ្រៅហ្មងដែលបញ្ជាក់ថាកន្លែងនេះគឺជាកន្លែងម៉ាញអញ្ចឹងណាអ្នកគ្នាចឹងនៅខាងមុខកន្លែងម៉ាញរបស់យើងហ្នឹងគឺខ្ញុំបានធ្វើការឆ្ការដីឆ្ការអីកន្លែងហ្នឹងចេញទៅហើយក៏រៀបចំជា pattern ដូចជា brown mushroom coarse dirt ដូចជាដើមក៏រៀបចេញជាលក្ខណៈបែបនេះបញ្ជាក់ថាកន្លែងហ្នឹងគឺជាកន្លែងម៉ាញគឺមិនមានដោះស្មៅអីច្រើនណាទេហើយខាងក្នុងកន្លែងម៉ាញរបស់យើងនឹងផងដែរខ្ញុំមិនធ្វើការឆ្ការថ្មខាងក្នុងនឹងចេញមកល្មមទៅគឺខ្ញុំអត់ធ្វើធំឲ្យប្រហែលណាទេដោយសារតែខាងក្នុងហ្នឹងគឺខ្ញុំអត់ធ្វើអីច្រើនទេគឺយើងគ្រាន់តែធ្វើជាលក្ខណៈ station មួយកន្លែងហើយនឹងធ្វើកន្លែងផ្ទុករ៉ែតិចតួចចឹងទៅអញ្ចឹងកន្លែង station នេះផងដែរខ្ញុំគិតថាខ្ញុំត្រូវតែធ្វើដោយសារតែដល់ពេលដែលចោះម៉ាញម្ដងគឺមានពិបាកដែរដោយសារតែយើងត្រូវទៅដើរចោះហើយនឹងដើរឡើងមកវិញអញ្ចឹងវាធ្វើចំណាយពេលច្រើនពេលខ្លះក៏វែងផ្លូវចឹងទៅអញ្ចឹងយើងធ្វើ station របស់ផ្ទះភ្លើងនេះឡើងមកគឺវាចំណេញយើងច្រើនដែរ
បើសិនជាយើងធ្វើការដឹករ៉ែអីគឺយើងដឹកតាមប្រទេសភ្លើងហ្នឹងទៅគឺវាចំណេញសុទ្ធក្នុងខ្លួនរបស់យើងដែរអ្នកនរគ្នាអញ្ចឹងខ្ញុំក៏អាចនិយាយបានថាក្នុងការធ្វើកន្លែងម៉ាញឡើងមកគឺវាចំណេញច្រើនប៉ុន្តែដល់ពេលដំបូងបែបនេះគឺយើងត្រូវការសាងសង់នៅកន្លែងរបស់វាអញ្ចឹងវាអាចនឹងចំណាយពេលយូរដូចគ្នានិយាយថ្លឹងថ្លៃទៅគឺវាស៊ីសគ្នាទៅវិញទៅមកបើខ្ញុំក៏ឃើញថាវាចិត្តបាក់ផងដែរអញ្ចឹងខ្ញុំក៏បាន enchant ដើម្បីយក Umbrella King level 2ហ្នឹងហើយដោយសារតែ level 3ខ្ញុំអត់មាន level ដល់ទេអញ្ចឹង enchant level 2សិនទៅហើយមកតាមទៀតខ្ញុំក៏ចាប់ផ្ដើមមកឆ្កាដីកន្លែងនេះបន្ថែមដោយសារតែកន្លែងហ្នឹងខ្ញុំមិនធ្វើជាលក្ខណៈ spin តភ្ជាប់ផ្លូវគ្នាពីកន្លែងម៉ាញមកកាន់កន្លែងក្រៅគោរបស់យើងអ្នកនរគ្នាអញ្ចឹងដំបូងខ្ញុំគិតថាខ្ញុំធ្វើជាលក្ខណៈបឹងប៉ុន្តែក៏ផ្លាស់ប្ដូរបន្តិចទៅជាធ្វើជាលក្ខណៈ river វិញអ្នកនរគ្នាអូខេអញ្ចឹងកន្លែងម៉ាញរបស់យើងគឺធ្វើហើយអ្នកនរគ្នា Oh my god វាធំណាស់ហ្នឹងអញ្ចឹងផ្លូវរបស់យើងគឺបានតភ្ជាប់ហើយដូចគ្នាអ្នកនរគ្នាអញ្ចឹងយើងឆ្លងកាត់ស្ពានទៅកន្លែងម៉ាញរបស់យើងអញ្ចឹងណាយើងឡើងទៅ check ខ្ញុំពេកប្រាប់ pick app របស់ខ្ញុំនេះចិត្តបាក់បាត់ហើយ click ថយនេះអត់មាន Umbrella King អញ្ចឹងនេះគឺជាកន្លែងផ្ទះម៉ាញរបស់យើងហ្នឹងហើយហើយឆែនេះវិញគឺជាឆែដែលខ្ញុំដាក់របស់របរថ្មអីនេះខ្ញុំជីកបានពីក្នុង cave នេះកន្លែង studio របស់យើងហើយអ្នកនរគ្នាខ្ញុំថាខ្ញុំដាក់រំពីប្លុកឡើងនេះទៅឲ្យវាមើលទៅយើងជាលក្ខណៈដឹករ៉ែដោយសារតែមើលតិចចាំខ្ញុំរកប្លុករ៉ែផ្សេងៗយកមកដាក់នឹងដែរហើយយើងមានតែប៉ុណ្្នឹងដាក់ប៉ុណ្្នឹងសិនទៅចាំមើលមាន diamond មានអីចាំយើងយកមកដាក់បន្ថែមនៅកន្លែងហ្នឹងឲ្យច្រើនណាចឹងចំពោះខាងក្នុងផ្ទះនេះផងដែរគឺយើងអត់មានត្រូវធ្វើអីច្រើនទេគ្រាន់តែខ្ញុំធ្វើមានកន្លែង station របស់ Minecraft របស់យើងចឹងកន្លែងនេះគឺសម្រាប់ខ្ញុំជីកហើយនឹងមានម្ខាងនេះសម្រាប់ដាក់ chest សម្រាប់ដឹករ៉ែពីខាងក្រោមមកខាងលើទៅចឹងទៅដល់ពេលដែលយើងមាន team ពេញខ្លួនអញ្ចឹងណាអញ្ចឹងខ្ញុំត្រូវការធ្វើផ្លូវទៅខាងក្រោមអីខ្ញុំគិតថាខ្ញុំត្រូវការជីកទៀតហើយខ្ញុំដឹងថាពេលណាទៅដល់ក្រោមព្រោះយើងប្រើ 3x3 ដល់ពេលយើងទៅវាយូរចាំមើលចាក់ស្ដាយទៅថាយើងចំណាយពេលច្រើនចាំធ្វើបានប៉ុណ្ណាយកប៉ុណ្ណឹងសិនទៅដល់ខាងក្រោមនេះខ្ញុំគិតថាខ្ញុំធ្វើផ្លូវឲ្យបត់បានទេដោយសារតែវាដល់ cave អញ្ចឹងខ្ញុំជីកទៅតាមផ្លូវនេះម្ដងទៅព្រោះឲ្យដល់ cave វិញអ្នកនរអូ Oh my god deep dark នេះយើងតំបន់ភ្នំហ៎ deep dark រហូតនេះបើចូលជាចឹងហើយយើង mine យល់ទៅដោយសារតែ tool របស់យើងគឺប្រើ repair រហូតអូសង្ឃឹមថាមាន straw shakerតើយើងយក level តិចមកអ្នកនរគ្នា level យើងត្រូវការឯពេលនេះ repair ឡើងអាលេ level នឹងការយក redstone ដែរធ្វើ power rail អូ skeleton ចាញ់កុំផ្ទុះកុំឲ្យតិចផ្លូវរបស់យើងចាញ់ចេញផ្ទុះដកបានអើយ level ជីកដកបាក់ធំមកខ្ញុំឡើងលើវិញបាក់ល្មមអើយចំពោះ power rail នេះ power rail ខ្ញុំមាន goal ច្រើនខ្ញុំអត់សូវបញ្ហាទេតែចាំមើលខ្ញុំយកមកល្មមទៅខ្ញុំយកច្រើនពេកហើយយើងទុកធ្វើ redstone torch យើងធ្វើ rail ធម្មតាមកiron អញអាលាយអូខេតែអីទៅយើងធ្វើដល់សិនទៅដាក់ power rail ចេះ2មកហើយចាំយើងដាក់ rail 2 3ហើយចាំយើងដាក់ power rail 1ហ្នឹងទៅដាក់1 2 សាក់ចុចមើលអូខេដំណើរការកន្លែងនេះអញ្ចឹងចាំយើងរៀបចំបន្តិចមកអញ្ចឹងឲ្យដាក់ power rail 1ណាយើងដាក់1ទៅ2 3ទៅដល់កន្លែងនេះចាំយើងដាក់1ដាក់ redstone torch នៅកន្លែងគៀងគីនេះមកដើម្បីផ្ដល់ power ឲ្យទៅកាន់ power rail យើងហ្នឹងហើយឥឡូវយើងតេស្តមួយសិនមើលអញ្ចឹងយើងធ្វើការឡើងជិះកងតាក់នេះមួយមកអញ្ចឹងនឹងវាការចោះខាងក្រោមហើយចាពេលចោះហ្នឹងវាមិនត្រូវការកម្លាំងអីទេវាទៅ slow ត្រង់អញ្ចឹងហ្នឹងវាមិនត្រូវប្រើកម្លាំងអីទេមកឡើយយើងចាប់ផ្ដើមតេស្តខាងលើវិញតោះតែគំថាវាមានល្បឿនលឿនតោះ let's go តោះអូខេលឿនអូខេកន្លែងនេះតែលឿនហើយបើកន្លែងនេះវាអត់សូវបញ្ហាទេនឹងតែលឿនហើយព្រោះវាអត់សូវចោតខ្លាំងវា trade តិចទេអត់សូវខ្លាំងប៉ុន្មានដឺការ៉េទេអូខេដល់លើហើយ yes
តែប៉ុណ្ណឹងមកបានដល់នេះមិនប្រើ power ច្រើនទេយើងប្រើចន្លោះពី3គ្រាប់យើងដាក់មួយអញ្ចឹងទៅវាចំណេញ goal របស់យើងផងអ្នកគ្នា goal យើងតិចផងអញ្ចឹងខ្ញុំនឹងធ្វើការ enchant level យើង level 32អីអញ្ចឹងខ្ញុំគិតថាខ្ញុំ enchant បានរបស់ល្អទៅចុះយើងខ្ញុំធ្វើការ unbreaking 3ដើម្បីបូកទៅលើលេខថៃរបស់យើង efficient 3ដូចជាមិនត្រូវការទេតែខ្ញុំអាចនឹង enchant level 1វាដកមក level ទេអញ្ចឹងយើង enchant ដកមក level សិនទៅខ្ញុំ check មើលទៀតខ្ញុំ combine level ចេញមកវិញមកហើយមើលម្ដងទៀតបានអី slick touch ឥឡូវ enchant មក level ចោលទៀតទៅមក combine thì កំណត់នេះមាន unbreaking ឲ្យខ្ញុំunbreaking 3នេះខ្ញុំចង់បានហ្នឹង enchant មក Oh my god មាន slick touch ហ្នឹងនេះយ៉ាល្អអូខេល្អខ្ញុំបោចូលគ្នាមកវាបាន efficient 5 yeah នេះវាជីកទៅរៀងលឿនគួរសមឯអ្នកគ្នាអូខេអញ្ចឹងអ្នកទាំងអស់គ្នាខ្ញុំឃើញថាធោរបស់យើងគឺយើងតែងតែប្រើរហូតអញ្ចឹង level ចំពោះនឹងឈាមក៏វាឡើងតាមហ្នឹងអ្នកនេះឃើញហើយអាក្រោះរបស់ខ្ញុំគឺយើងឃើញថាចាប់ដើមបាក់ផងដែរធូរផ្សេងក៏ដូចគ្នាអញ្ចឹងខ្ញុំគិតថាខ្ញុំមិនធ្វើការទៅរកនៅ villager ប៉ុន្តែខ្ញុំថាអត់ដឹងថា villager យើងនៅម្ដុំណាទេជាក់ស្ដែងយើងនឹងធ្វើការដើរសំណើសង brain តិចទៅដើម្បីយើងរក villager យើង trade យកសភៅ mending ឬមួយក៏ unbreaking បន្ថែមហ្នឹងហើយថា tool យើងអត់មាន unbreaking ច្រើនអញ្ចឹងសត្វដែលខ្ញុំជិះខ្ញុំគិតថាខ្ញុំជិះ donkey សិនទៅបើថាយើងហៅ village ឃើញហើយចាំយើងជិះ gas របស់យើងទៅយក villager យើងមកដាក់ផ្ទះអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមធ្វើដំណើរស្វែងរក villager អញ្ចឹងក្នុង episode នេះខ្ញុំគ្រាន់តែធ្វើការយក villager យកមកដាក់ផ្ទះប៉ុណ្ណឹងឯងគឺខ្ញុំអត់ធ្វើអីច្រើនទេហ្នឹងហើយអញ្ចឹងគ្រាន់តែយើងដើរដំណើរសងព្រេងក្នុងការដើររកនេះវាឆ្ងាយគួរសមដែរសម្រាប់ខ្ញុំបានជួប villagerអូយ៉ាអូនោះ villager ទីបំផុតបានចឹងខ្ញុំក៏បានយក donkey របស់យើងនៅតុកផ្ទះវិញហើយក៏ខ្ញុំផ្លាស់ប្ដូរយានជំនិះដល់ជា gas ជំនួសវិញអញ្ចឹង gas គុណវិបត្តិរបស់វាឃើញថាវាល្បឿនរបស់វាគឺយឺតខ្លាំងមែនតើហ្មងដោយសារតែ gas គឺយើងអត់អាចហោះលឿនល្បឿនលឿនបានទេគុណសម្បត្តិរបស់ gas ខ្ញុំឃើញថាវាអាចដឹកជញ្ជូនដូចជាសាទដូចជា villager អីគឺវាបាននឹងច្រើនដែលអាចដឹកបាន6ឬមួយក៏8អីជាដើមកុំឲ្យតែឆ្អៀតពេកវាអាចនឹងឲ្យសัตว์ឬមួយក៏ villager របស់យើងហ្នឹងគឺវាដកដើម្បីអីចឹងណាអ្នកនរគ្នាអញ្ចឹងគុណសម្បត្តិរបស់វាគឺបែបហ្នឹងគឺយើងអាចដឹករបស់អីមួយបានច្រើនហើយយើងដឹកនៅលើអាកាសទៅវាសូវតាក់ជាមួយនឹងដើមឈើឬមួយក្តីអីទេគ្រាន់តែថាវារៀងយឺតបន្តិចតែប៉ុណ្ណោះអញ្ចឹង villager ដែលខ្ញុំបានយកមកនេះគឺចំនួន4នាក់ហ្នឹងហើយចំនួន4នាក់ចំពោះ2នាក់គឺខ្ញុំទុកសម្រាប់ break ចំពោះ2នាក់ទៀតគឺខ្ញុំនឹងធ្វើការស្វែងរក mending ហើយជាមួយនឹង unbreakingចឹងចំពោះទីតាំងខ្ញុំដាក់បដោះអាសន្ននេះគឺនៅខាងក្រោមនៅកន្លែងម្ដុំក្រៅគោរបស់យើងគឺជាកន្លែងទុកដើម្បីយើងបដោះអាសន្នសិនទេចាំមើលមានកន្លែងត្រឹមត្រូវចាំយើងយក villager របស់យើងឡើងមកខាងលើវិញចឹងគ្រាន់តែយើងធ្វើការបិទហើយយើងដាក់ torch ជាមួយក៏ដាក់ភ្លើងវាភ្លឺនៅខាងក្នុងហ្នឹងទៅកុំឲ្យមាន villager spawn ទៅបានហើយចឹងសង្ឃឹមថាវាផ្ដល់ mending ខ្ញុំបានរៀងលឿនខ្លាចមួយមើលអូនេះឃើញអត់អូ creeper spawn បាត់ហើយចាញ់កុំផ្ទុះកុំឲ្យវាផ្ទុះសោះអញ្ចឹងខ្ញុំនឹងស្រែឲ្យអាមួយក្រោយវាជាប់សិនទៅកុំឲ្យវាដដើមគ្នាធ្វើការងារ slick touch វាមិនតែ slick touch ខ្ញុំមានហ្នឹងខ្ញុំធ្វើការទៀត slick touch ខ្ញុំមានទាំងអស់ហើយហ្នឹងchannel link អូខេអូ mending yes បានទេអូខេវាស៊ីតែ22 emerald ទេអ្នកគ្នាចឹងខ្ញុំយកกระดาษមកដូរវាសិនតែថាកុំឲ្យវា random ទៅរបស់អីផ្សេងតែយើងអត់មានអីដូរមកវាគឺវា random ហីចឹងខ្ញុំដូរกระดาษមកវាទៅវាជាប់នៅហ្នឹងយ៉ាមើលនេះយ៉ា24กระดาษទេអត់អីទេចឹងយើងដូរមកនេះឃើញអត់ចឹងវាជាប់ហីចឹងអូខេចឹងអ្នកនរគ្នាចឹងខ្ញុំសុំ slash សំណឹងសិនដោយសារតែយើងអត់មាន emerald សម្រាប់ trade ជាមួយនឹង villager ដើម្បីយក mending ហើយបូកទៅលើ tool របស់យើងទេចាំមើល episode ក្រោយចាំយើងធ្វើការដើររកជាមួយនឹង emerald បន្ថែមដើម្បីយើងអាច trade យក power villager យើងបានអញ្ចឹងថ្ងៃនេះយើងមានប៉ុណ្ណឹងយើងជួបគ្នានៅវីដេអូក្រោយ Bye